សួស្តីបងប្អូនទាំងអស់គ្នាដែលតែងតែជួបប្រទះនៅឈ្មោះមួយចំនួនដែលមានការពិបាកក្នុងការវាយខ្មែរ Unicode បាទហើយថ្ងៃនេះផងដែរគឺខ្ញុំលើកឧទាហរណ៍ប្រមាណនេះគឺយកមកបង្ហាញបងប្អូនក្នុងការវាយឈ្មោះដែលពិបាកដែលនិយាយថាពិបាកហើយយើងមិនអាចវាយតាមវិធីសាស្ត្រធម្មតារបស់យើងបានបាទក្នុងការវាយឈ្មោះនេះគឺយើងប្រើហ្វុននេះគឺហ្វុនខ្មែរកែបដែលយើងប្រើហ្វុនខ្មែរកែបហ្នឹងបានយើងវាយចេញឧទាហរណ៍ឈ្មោះមួយនេះបើយើងវាយតាមធម្មតាយើងវាយអក្សរសមកហើយយើងដាក់សរស័ព្ទយើងដាក់ស្រអីមកវាចេញស្អីម៉ូណវាចេញបែបនេះគឺវាអត់ចេញសរស័ព្ទឲ្យទេវាចេញទៅតាមវេយ្យាករណ៍របស់ខ្មែរយើងកាលណាសរស័ព្ទយើងបុកជើងទៅស្រអីទៅវាចេញបុកជើងជំនួសឲ្យសរស័ព្ទហ្នឹងណាប៉ុន្តែឈ្មោះមួយចំនួនគឺវាមិនត្រូវទៅតាមវេយ្យាករណ៍ខ្មែរនោះទេអញ្ចឹងក្នុងការវាយឈ្មោះបែបនេះគឺយើងត្រូវប្រើប្រាស់គេហៅថា zero joiner និង non zero joiner ហ្នឹងក្នុងការវាយឈ្មោះបែបនេះគឺយើងត្រូវវាយអក្សរសមកហើយយើងដាក់សរស័ព្ទសិនមកហើយយើងចុចអាល់ខាងស្ដាំសញ្ញាអាល់ខាងស្ដាំនេះអាល់ខាងនេះអាល់ខាងស្ដាំដូរហ្វុនសិននេះអាល់ខាងនេះបូកជាមួយនឹងសញ្ញាតកើទឹកបូកជាមួយចុចអាល់ខាងនេះមកហើយបូកនឹងតកើទឹកទៅហើយយើងដាក់អញ្ចឹងយើងចុចអាល់ខាងស្ដាំខ្ញុំបិទចែលសិនខ្ញុំចុចអាល់ខាងខ្ញុំចុចដាក់សរស័ព្ទហើយខ្ញុំចុចអាល់ខាងស្ដាំសញ្ញាតកើទឹកហើយខ្ញុំដាក់ស្រអីគឺវាចេញបែបនេះឃើញទឹកវាចេញត្រូវទេជាមួយមួយទៀតដូចគ្នាដែរទេដាក់សរស័ព្ទមកហើយយើងដាក់អាល់ខាងស្ដាំមកបូកតកើទឹកហើយយើងដាក់ស្រអីឬសអើមកដាក់អើក៏បានវាចេញបែបនេះប៉ុន្តែបើយើងមិនចង់ចេញបែបហ្នឹងទេយើងអត់ឲ្យចេញស្អុកទេយើងត្រូវប្រើវិធីសាស្ត្រមួយទៀតចុចអាខាងស្ដាំហើយចុចលេខ1យើងដាក់ស្រអឹកពីលើមកគឺវាចេញបែបនេះវាអត់ចេញស្អុកឲ្យទេហើយឈ្មោះបែបនេះ shrimp បើ shrimp យើងសេធម្មតាយើងសេសាប់មកវាចេញបែបនេះវាអត់ចេញសេសាប់ឲ្យទេអញ្ចឹងសេសាប់នេះជំនួសដោយស្អុកប៉ុន្តែយើងមិនចង់អញ្ចឹងទេព្រោះដោយសារវាជាឈ្មោះអញ្ចឹងសេសាប់មកយើងអាល់ខាងស្ដាំមកចេញចុចសញ្ញាតកើទឹកមកសញ្ញាតកើទឹកមកនេះវាចេញនេះបាទវាស្រួលទេបើបងប្អូនណាដែលជួបប្រទះនឹងបញ្ហាវាយឈ្មោះនេះមិនបានយើងត្រូវអនុវត្តតាមខ្ញុំមកគឺទី1គឺយើងប្រើហ្វុនខ្មែរកែបយើងយកfull version របស់វាបានវាយចេញ full version របស់វាមកវាយចេញហើយហ្វុននេះដែរគឺគេតែងតែប្រើប្រាស់នៅក្នុងការចុះឈ្មោះបោះឆ្នោតពួកកោចបោកគេប្រើបាទគឺគេប្រើហ្វុនមួយនឹងសម្រាប់ហ្វុនផ្សេងហ្វុន OS ហ្វុនអីផ្សេងគឺវាយមិនចេញទេបើព្យាយាមវាយទេវាយមួយថ្ងៃទៅយកទៅវាយមិនចេញដែរបាទបងប្អូនមានតែប៉ុណ្្នឹងទេអាចយកទៅអនុវត្តតាមខ្ញុំទៅបាទសូមអរគុណសូមជម្រាបលា